បាទជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំបាទសុគន្ធហើយនៅក្នុងវីដេអូនេះខ្ញុំនឹងធ្វើការបង្រៀនបងប្អូនតាក់ទងទៅនឹង pronunciation បាទហើយខ្ញុំមានពាក្យចំនួន4ខ្ញុំលើកយកមកបង្ហាញថ្ងៃនេះបាទតាមដានជាមួយខ្ញុំបាទទាំងអស់គ្នាពាក្យទី1នេះយើងអានថាម៉េច let no យើងអានថា late ពាក្យនេះគឺអត់សូវឃើញមានអ្នកអានមានកំហុសទេគឺអានមិនត្រូវ take ទី3គឺ bake ពាក្យនេះក៏ឃើញគេអានត្រូវច្រើនដែរបាទតែពាក្យនេះពាក្យច្រើនឃើញគេអានខុសច្រើនបាទ snack no គឺយើងអានថា snake បាទអ្នកទាំងអស់គ្នាចំណាំឲ្យតែវាចូលទម្រង់បែបនេះបាទ A ដកឃ្លាហើយ E នៅខាងចុងបាទហើយផ្ដើមដោយសារ A អញ្ចឹងអ្នកទាំងអស់គ្នាចំណាំកន្លែងនេះគឺយើងសម្រាប់ដាក់ព្យញ្ជនៈពាក្យដែលមាន E នៅខាងចុងយើងបញ្ចេញសំឡេងដូចឈ្មោះអក្សរ A នៅពីមុខអញ្ចឹងបាទឈ្មោះ A អញ្ចឹងអក្សរ A យើងបញ្ចេញ A អូខេអញ្ចឹងយើងមើលជាក់ស្ដែងមើលខាងនេះ L A T late បាទតើនេះអញ្ចឹងយើងបញ្ឈប់អាន let អូខេយើងអានថា late ពីសារវាមាន E នៅខាងចុង L A T late សំឡេងវែងណា T A K take B A K bake sn A K snake បញ្ឈប់ការអាន snack យ៉ាត់ច្រឡំនឹងអាហារសម្រន់ណាបាទយើងអានថា snake sn A K snake បាទប្រសិនបើបងប្អូនមានបំណងចង់រៀនភាសាអង់គ្លេសជាមួយខ្ញុំបងប្អូនអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទឬក៏តាម TikTok Facebook Telegram YouTube ជាដើមណាហើយប្រសិនបើបងប្អូនមិនច្បាស់តាក់ទងទៅនឹងសំឡេងដូចខ្ញុំបានបង្ហាញនេះបងប្អូនអាចទិញមេរៀនរបស់ខ្ញុំបាទខ្ញុំលក់ជាវីដេអូបាទជាកញ្ចប់អញ្ចឹងបងប្អូនទិញបងប្អូនអាចរៀនតាក់ទងទៅនឹងសំឡេងពីកម្រិតដំបូងបានហើយបើសិនបងប្អូនមើលវីដេអូខ្ញុំហើយអត់យល់ខ្ញុំមាន support បងប្អូនតាមរយៈ Telegram បងប្អូនឆ្ងល់បងប្អូនឆាតសួរបានអញ្ចឹងខ្ញុំ support បងប្អូនតតែចេះបាទអរគុណច្រើនជម្រាបលា